Yo Ever Collector ថ្មីគឺមានចេញដល់ level 9 និយាយបើថាចេញមកនេះគឺមានចម្រុងចម្រើនទេអ្នកនរគ្នាត្រៀមឲ្យមុនតុនចាក់កយកទៀតហើយថាភ័ញគេអ្នកនរគ្នាអើយគឺចិត្តកន្លះលានបើថាគឺខ្ញុំសុំមកយល់មកអ្នកនរគ្នាតែខ្ញុំទៅបានតែ4សែនជាងឯនេះបោះគេវិញគឺ4សែន90000ហើយបើថាមើលត្រួសទៅប្រហែលជា50000ទៀតអ្នកនរគ្នាដល់អាភ័ញគេហ្នឹងហើយនិយាយបើថាគឺអត់វ៉ាវសិចមួយឯអ្នកនរគ្នាដោយសារតែភ័ញច្រើនមែនតែនហ្មងហើយបើថាមើល effect skill វិញតំណងទេតាឲ្យឡើងស្អាតគេចេញបែបរៀង Galaxy ពណ៌បែបផ្ទៃមេឃអីច្រើនហ្នឹងឲ្យវាខុសពី level 8អ្នកគ្នា level 8ហ្នឹងវារៀងបែកក្រហមតែខ្ញុំគិតថា level 8ស្អាតជាងអីច្រើនណាស់អ្នកគ្នាអាចជាងអញ្ចឹងឯងព្រោះអីដោយសារតែ point អត់គ្រប់ទេហើយកុំឲ្យសួរខ្ញុំច្រើនពេកថាអា point ហ្នឹងធ្វើមិនបានឡើងអីចឹងទៅហើយដើម្បីបាន point ហ្នឹងគឺមានតែណាឆ្ងាយទេគឺយើងត្រូវតែមាន skin ឲ្យច្រើនទៅអ្នកគ្នាបាន skin ល្អអញ្ចឹងទៅបាន point 2 3000អីចឹងទៅអញ្ចឹងមើលតាមនឹងទៅអ្នកគ្នាបាន point ប៉ុន្មានអីចឹងទៅគឺមាន effect recall emote អីតិចតួចអីចឹងណាចឹងទៅបើបូកទៅ50000ទៀតបានដូចជាមិនតិចទេអ្នកគ្នាអើយមិនដឹងថាចុងឆ្នាំនេះបានឬអីឬក៏មិនទេអើយយ៉ាប់ហ្មងខ្ញុំចំពោះ skin MPL Lunoid នេះហាគឺថ្ងៃនេះម៉ោង3គឺចេញមកហើយអញ្ចឹងសម្រាប់អ្នកគ្នាចង់បានអីអ្នកគ្នាអាចដាក់ Diamond នៅ page បង V install បានថា skin នេះស្អាតហ្មងទិញសិនអ្នកគ្នាដើម្បីប្រកប point អីច្រើនហ្នឹងព្រមគេចេញ World Collector level 9ហ្នឹងមកប្រហែលជាអាចគ្រប់ឯអ្នកគ្នាអើយតាមការនឹកស្មានហើយបើមិនគ្រប់គិតទៀតហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអ្នកគ្នាអរគុណជម្រាបលា Goodbye